រុស្ស៊ីផ្កើនឹងការគម្រាមកំហែងរបស់លោកត្រាំដោយបដិញ្ញាបន្តបញ្ជូនប្រេងទៅកាន់គុយបានៅក្នុងសកម្មភាពផ្កើនខ្លាំងចំពោះចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនលើគុយបាទីក្រុងមូស្គូបានបដិញ្ញានឹងបន្តបញ្ជូនប្រេងទៅកាន់ប្រទេសដែនកុម្មុយនីបើទោះបីជាមានការគម្រាមដាក់ពន្ធជាសកលពីសំណាក់លោកដូណាល់ត្រាំក៏ដោយនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី5 ខែកុម្ភៈឆ្នាំ2026ប្រធានាធិបតីអាមេរិកបានប្រកាសថាប្រទេសកុម្មុយនីមួយនេះជាហានិភ័យដល់សន្តិសុខជាតិនិងប្រមានដាក់ពន្ធធ្ងន់ធ្ងរលើការនាំចេញរបស់ប្រទេសដែលហ៊ានបញ្ជូនប្រេងទៅឲ្យគុយបាចឹងណាមិញឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំគុយបាលោក Viktor Koronili នៅតែបង្ហាញជំហរមិនរញរានៅក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានរដ្ឋ OIA លោក Koronili បានបញ្ជាក់ថាការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់គុយបាមិនមែនត្រឹមតែជាទម្លាប់ដែលមានស្រាប់នោះទេប៉ុន្តែវាគឺជាយុទ្ធសាស្ត្រដែលនឹងត្រូវបន្តទៅមុខទៀតការប៉ះទង្គិចគ្នាផ្នែកការទូតនេះបានកាត់ឡើងខណៈដែលរដ្ឋបាលរបស់លោកត្រាំបានបដូរពីការប្រើសម្ដីមកជាសកម្មភាពផ្ទាល់ដោយបានចាប់ផ្ដើមការចរចាជាមួយក្រុមមន្ត្រីជាន់ខ្ពស់បំផុតនៅគុយបាស្របពេលដែលកំពុងរឹតបន្តឹងការនាំចូលធម្មពលជុំវិញកោះនេះយុទ្ធសាស្ត្ររបស់អាមេរិកមានគោលបំណងរារាំងការនាំចូលប្រេងទាំងអស់រួមទាំងប្រេងពីប្រទេសសម្ព័ន្ធមិត្តគឺវេណេស៊ុយអេឡាផងដែរការបិទគប់យ៉ាងខ្លាំងក្លានេះបានធ្វើឲ្យគុយបាធ្លាក់ចុះទៅក្នុងវិបត្តិយ៉ាងខ្លាំងដោយបង្កឲ្យមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរតម្លៃម្ហូបអាហារហក់ឡើងខ្ពស់និងការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោងដែលធ្វើឲ្យសូម្បីតែរដ្ឋធានីឡាហាវ៉ាន់ក៏ស្ថិតនៅក្នុងភាពងងឹតដែរនាងខ្ញុំរដ្ឋាពី VOB TV